ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើត្រីបំពងទឹកអំពិលទុំទឹកអំពិលទុំនេះបងប្អូនក៏អាចយកទៅពិសាជាមួយនំបញ្ចុកសាច់ជ្រូក3ជាន់ស្ងោរផ្ទាប់ជាមួយនឹងបន្លែផ្សេងៗដែរតោះអញ្ចឹងយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងខ្ញុំយកគ្រាប់អំពិលទុំនឹងចំនួន2ខាំមកលាយជាមួយនឹងទឹកបងប្អូនអាចជ្រុំអំពិលទុំនៅក្នុងទឹកនឹងរួចហើយដាក់ត្រាំវាចោលប្រហែលជា10នាទីចាំយើងច្របាច់យកសាច់អំពិលទុំនេះវាជូរខ្លាំងដែរអញ្ចឹងហើយខ្ញុំយកមកប្រើតែ6ស្លាបព្រាបាយទេរីឯខ្ទឹមក្រហមនេះវិញខ្ញុំប្រើចំនួន1មើមយើងគ្រាន់តែយកវាមកហាន់ស្ដើងខ្ទឹមសខ្ញុំប្រើចំនួន5កំពឹសនិងយកវាមកចិញ្ច្រាំឲ្យម៉ត់ល្មមឥឡូវយើងមកដល់ផ្នែកត្រីវិញម្ដងត្រីនេះគឺខ្ញុំប្រើប្រភេទត្រីដូចមុនអញ្ចឹងទម្ងន់វាប្រហែលជា7ខាំត្រីនេះគេធ្វើស្អាតហើយស្រេចហើយអញ្ចឹងបងប្អូនគ្រាន់តែយកវាមកឆូតស្ដើងកុំឲ្យដល់ឆ្អឹងត្រីបំពងវារាងផ្ទុះខ្លាំងអញ្ចឹងហើយខ្ញុំបានយកត្រីនឹងមកប្រឡាក់ជាមួយនឹងម្សៅបំពងបន្តិចទៅដើម្បីកុំឲ្យវាផ្ទុះប្រសិនបើបងប្អូនអត់មានម្សៅបំពងទេយើងអាចប្រើម្សៅឆាធម្មតាក៏បានដូចគ្នាចាឥឡូវនេះគ្រឿងផ្សំទាំងអស់ត្រៀមបានរួចរាល់ហើយទឹកអំពិលទុំស្ករត្នោតម្ទេសខ្ទឹមសខ្ទឹមក្រហមជាមួយនឹងទឹកត្រីអញ្ចឹងយើងនាំគ្នាមកធ្វើទឹកអំពិលទុំឲ្យហើយស្ករត្នោតខ្ញុំប្រើចំនួន5ស្លាបព្រាបាយកូរស្ករត្នោតនៅលើភ្លើងឲ្យវាឡើងឈ្ងុយសិនស្ករត្នោតបានឡើងពុះខ្លាំងហើយខ្ញុំនឹងចាក់ទឹកត្រីចំនួន12ស្លាបព្រាបាយកូរស្ករត្នោតឲ្យរលាយសព្វនៅក្នុងទឹកត្រីនោះស្ករត្នោតបានរលាយសព្វអស់ហើយយើងចាក់សាច់អំពិលទុំចូលសាច់អំពិលទុំនេះខ្ញុំប្រើចំនួន6ស្លាបព្រាបាយកូរអំពិលទុំឲ្យចូលគ្នាសព្វជាមួយនឹងទឹកត្រីបន្ទាប់មកយើងនឹងចាក់ទឹកធម្មតាចំនួន100មីលីលីត្រប៊ីចេង1/4ស្លាបព្រាកាហ្វេនៅពេលទឹកអំពិលទុំពុះយើងអាចចាក់ខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសចូលកូរត្រឡប់មួយភ្លែតរួចហើយអាចបិទភ្លើងនិងលើកចុះបានមកដល់កន្លែងបំពងត្រីក៏អត់មានអីពិបាកដែរបងប្អូនគ្រាន់តែកម្ដៅប្រេងឆាឲ្យច្រើនគួរសមនៅពេលដែលប្រេងឡើងក្ដៅហើយយើងអាចដាក់ត្រីនោះចូលទៅដោយបងប្អូនបានឃើញអញ្ចឹងត្រីនៅពេលដែលយើងបានប្រឡាក់ជាមួយនឹងម្សៅឆាឬក៏ម្សៅបំពងតិចហ្នឹងនៅពេលដែលយើងដាក់បំពងទៅវាអត់សូវផ្ទុះខ្លាំងនោះទេដោយនេះបងប្អូនគ្រាន់តែឧស្សាហ៍ត្រឡប់វាចុះឡើងរហូតដល់វាឡើងក្រៀមនិងឡើងក្រហមសងខាងសាច់ត្រីផុនយើងនៅល្អមែនតែនឡើងក្រៀមឡើងក្រហមតែម្ដងអត់បែកសាច់នោះទេឥឡូវយើងបែរមកមើលសាច់ជ្រូកវិញបងប្អូនគ្រាន់តែដាំទឹកកន្លះឆ្នាំងឲ្យពុះរួចហើយយើងនឹងដាក់អំបិលចំនួន1ស្លាបព្រាកាហ្វេដាក់សាច់ជ្រូក3ជាន់ចូលនិងស្ងោរវារហូតដល់ឆ្អិនសាច់ជ្រូកដែលឆ្អិនហើយយើងគ្រាន់តែយកវាមកហាន់ជាចំណិតស្ដើងទឹកអំពិលទុំនេះបងប្អូនអាចយកមកពិសាជាមួយនឹងនំបញ្ចុកត្រីបំពងឬក៏សាច់ជ្រូក3ជាន់ផ្ទាប់ជាមួយនឹងបន្លែផ្សេងទៀតគឺឆ្ងាញ់មែនទែនចាវិធីធ្វើទឹកអំពិលទុំញ៉ាំជាមួយនឹងត្រីបំពងសាច់ជ្រូក3ជាន់ស្ងោរជាមួយនឹងបន្លែផ្សេងហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានសំណួរឬក៏យោបល់អ្វីអាចសរសេរជា comment នៅខាងក្រោមវីដេអូនិងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា